បាទគ្រប់អញ្ញាជម្រាបសួរពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេសដែលមានឈាមចូលជាខ្មែរទាំងអស់បាទថ្ងៃនេះគឺជាខ្ញុំអត់និយាយទេរឿងនោះតែគាត់ថាដើរខ្ញុំបងប្អូនដើរដីប្រហែលជា30-40 គីឡូហើយបាទនៅដល់ម៉ោងសម្រាប់អញ្ចឹងខ្ញុំឃើញអូវីដេអូទៅអត់ផុតទេបងប្អូនបាទអូវីដេអូទៅគឺអត់ផុតទេរឿងស្អីពូឡែនយកត្រេនមកពីខាងស្រុកសៀមអញ្ចឹងណាហើយបើសិនតែបងប្អូនមកសិនតែធ្វើពហិការបាទណាត់ឆ្លាញ់ពួកខ្ញុំទាំងអស់គ្នាបាទសូមមេត្តាកុំនាំយកបាទនៅផលិតផលក៏ដូចជាគ្រឿងបរិភោគឧបភោគបាទនាំចេញពីនាំចូលពីប្រទេសថៃបើសិនតែបងប្អូនចង់បាននៅផលិតផលថៃទេបាទឈប់ធ្វើជាកូនខ្មែរដែរបាទទៅនៅស្រុកថៃទៅហ្នឹងហើយទៅនៅកាត់ចិញ្ចៀតចោលទៅនៅថៃទៅហ្មងណាបើឆ្លាញ់ប្រទេសសៀមហើយឃើញបងប្អូនកូនក្មួយមកសពទៅថ្មីចាស់ហើយអាណិតពួកគាត់ដែលគាត់ខំលះបង់ធ្វើពហិការដើម្បីជាតិមាតុភូមិបាទការពារទឹកដីហ្នឹងហើយនឹងដើរតាមនៅមេគាប្រមុខរដ្ឋបាទហើយបើអាចធ្វើបានទេធ្វើទៅសុំចិត្តទៅប៉ុណ្្នឹងបាទឈប់ប្រប្រាស់ទៅរបស់ប៉ុនសៀមរបស់ប៉ុនខ្មែរយើងអាចធ្វើបានហើយមានទាំងសាប៊ូមានគ្រឿងបរិភោគឧបភោគរបស់ប្រើប្រាស់មានគ្រប់សពបែបយ៉ាងហើយអញ្ចឹងយើងចូលរួមគ្រប់គ្រងទាំងអស់គ្នាបាទគ្រប់គ្រងទាំងអស់គ្នាមែនអត់គ្រូបងបាទនិយាយលឺនេះបាទលោកគ្រូហើយមានអារម្មណ៍យ៉ាងម៉េចដែរដើរដី50 គីឡូហ្នឹងមានអារម្មណ៍ថាចិត្តបែកកង់តែស៊ូដើម្បីអីដើម្បីជាតិដើម្បីជាតិមាតុភូមិទាំងអស់គ្នាបាទហើយសូមលើកទឹកចិត្តក៏ដូចជាផ្ដល់កម្លាំងចិត្តដល់ក្រុមខ្ញុំបាទទាំងអស់គ្នាមានលោកគ្រូមានច្រើនណាស់ប៉ុន្តែខ្ញុំមិនអាចបង្ហាញបានទេបាទហើយគ្រប់ជូនពរពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេសដែលមានឈាមជ័រជាខ្មែរដែលតែងតែតភ្ជាប់សម្ព័ន្ធមិត្តភាពផ្ដល់ជាគ្រឿងបរិភោគទាំងឡាយបាទផ្ដល់បងប្អូនជនភៀសសាច់ក៏ដូចជាកងកម្លាំងនៅជួរមុខបាទឃើញថាស្រាក់ដៃស្រាក់ជើងគ្នាមែនទេហើយមានទាំងលោកគ្រូពេទ្យមកទៀតអាយដលដែរតើណាអាយដលហើយនេះមេបញ្ជាការរងបាទមេបញ្ជាការរងកងឧស្សាហកម្មមេបញ្ជាការរងព្រោះសាក់ធំឲ្យវាយមកប្រាយទៀតដឹងវាយពីប្រាយឡើងសាក់អស់លីងឡើងធំអស់លីងហើយប្រទេសយើងបើនិយាយទៅចង់បានសន្តិភាពទាំងអស់គ្នាបាទអត់មានចង់បានសង្គ្រាមទេបាទចង់បានការរីកចម្រើនដើម្បីប្រមុខផ្នែកដឹកនាំគាត់អភិវឌ្ឍតាមព្រំដែនក៏ដូចជាប្រទេសជាតិទាំងមូលបាទចង់មានសង្គ្រាមទេបាទហើយសូមគោរពជូនពរពុកម៉ែបងប្អូនក្នុងក្រៅប្រទេសដែលមានឈាមជ័រជាខ្មែរមានសុខភាពល្អសំណាងល្អបរិបូរណ៍បាទធ្វើដំណើរផ្លូវគោកផ្លូវទឹកផ្លូវអាកាសជួបតែសុខភាពកំបីអខានឡើយបាទសូមអរគុណច្រើនបងប្អូនពលិកាផលិតផលថៃទាំងអស់គ្នាបងប្អូនមើលដៅគ្រាប់ធំនេះមកគ្រាប់នេះដឹងមិនទេនេះពលិកាផលិតផលថៃទាំងអស់គ្នានេះមើលហើយមើលនេះបងប្អូនចូលចិត្តពិសានឹងចូលចិត្តហូបរបស់ផាន់សៀមបងប្អូនឃើញដៅប៉ិនស្រះឃើញនេះលិចក្បាលបាត់ដៅបងប្អូនមើលនេះដៅទាំងមានប៉ុណ្ណឹងគ្រប់ត្រូលនៅផលិតផលខ្មែរយើងបាទទាំងអស់គ្នាបងប្អូនមកអរគុណច្រើនបែកកង់មួយហើយបងប្អូនបាទចោលអត់ដល់គ្រូដៅមកឲ្យគ្រូជួយយកមកល្អមែនខ្ញុំក៏លោកគ្រូកាន់ខ្ញុំកាន់ហ្នឹងឯងខ្ញុំវិញតាស៊ូនេះចឹងហើយបងប្អូនអើយជីវិតបាទហើយអង្គុយសិនណាដល់តែកន្លែងដៅវាអូនតែដៅវាតែហើយមានព្រីខ្យល់ញាក់មាត់ញាក់មាត់អត់ញាក់មាត់បាទនេះគឺបងប្អូនគាត់ខ្យល់អញ្ចឹងយើងត្រូវជួយគ្នាគេថានៅផ្ទះម្ដាយទីដីនៅព្រៃម្ដាយនៅផ្ទះណែលអញ្ចឹងមានបងប្អូនយើងទេជួយស្រាក់ដៃស្រាក់ជើងគ្នាពេលមានអាសន្នអីចឹងហ្នឹងហើយបងនៅអាមេរិកដែលថាឡានទុកចោលហ្នឹងបងអើយមិនបាច់ទុកចោលទេយកមកខ្ញុំជីកបានណាហ្នឹងហើយទុកគាត់ថាមិនដឹងផ្ញើមកតាមណាជាមួយគាត់ពងតែរួមជួបាយផ្ញើមកហើយបានឃើញវីដេអូហ្នឹងហើយខ្ញុំថាបងនឹងផ្ញើមកបងប្អូនយើងបាទមិនមែនថាឡានអង្គភាពអត់មានដែរតែគាត់ថាបានកាន់តែច្រើនកាន់តែល្អបងទុកនៅហ្នឹងទុកចោលដែរគាត់ដាក់កន្លែងអេបចាយវាចោលបានដឹកស្បៀងឡើងលើភ្នំគ្រូហ្នឹងហើយបានដឹកស្បៀងហ្នឹងអរគុណច្រើនបងប្អូនបាទជម្រាបលាត្រឡប់ទៅអង្គភាពវិញបាទមានស្នាដៃធ្វើកសាងស្នាដៃឲ្យបានល្អតស៊ូយកចិត្តទុកដាក់ស្ដាប់បទជាប្រមុខថ្នាក់ដឹកនាំហើយអនាគតទៅមិនមែននៅតែប៉ុណ្្នឹងទេសុទ្ធតែឆ្នាលយុវជនដែលធ្វើជាអ្នកធំកើតមកពីណាកើតមកពីកូនអ្នកស្រែទាំងអស់គ្នាសូម្បីតែសម្ដេចក៏លោកប្រសូតចេញពីកូនអ្នកស្រែដែរដែលលោកខ្លាយជាប្រមុខរដ្ឋស្ដីពីរងហើយអញ្ចឹងយើងប្រឹងប្រែងតស៊ូទាំងគ្នាដឹងគ្រូបានលេផ្សព្វផ្សាយនិងសាបព្រោះចំណេះដឹងបាញ់ទួតតែយកទៅអនុវត្តខ្លួនឯងណាហើយខ្លួនឯងហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនហើយនឹងបងប្អូនកូនអស់តែកន្លែងវិញមានសុខភាពល្អសំណាងល្អបរិបូរណ៍ឈ្នះគ្រប់សមត្ថភូមិណាស៊ូ
បាទអរគុណពុកម៉ែបងប្អូនបាទថ្ងៃនេះគឺលោកនាយកលោកបាននាំបងប្អូនកូនសិស្សហើយនឹងលោកគ្រូមកដើរលេងក្នុងព្រៃហើយក៏អរគុណធំគ្នាខ្ញុំមាន3នាក់ទាំងនាយកទាំងខ្ញុំតែចំណែកលោកគ្រូថៃជាតិបាទគាត់យកបាយមកគឺធ្វើបាបលោកនាយកសតដល់វិញទេតែគ្នា3នាក់យកមកទៅមួយចាន អីទេបងប្អូនតាមស្ដីមានតែប៉ុណ្្នឹងឯងនេះបាយទឹកជ្រូក7ប្រទេសហើយនេះហូបត្រីអាំងទៅយើងលេងដល់នេះហូបញ៉ាំសាច់អាកើតបានតែត្រីយកដែរ ហើយឃើញថា ហើយនេះមិនយកមកពីកន្លែងណាបងប្អូនចាប់អូងក្រោយ ហើយយើងដើរដីចំនួន45គីឡូហើយនេះយើងដើរបានរយៈពេលចម្ងាយដីហ្នឹងគឺ25គីឡូហើយយើងនៅសល់តែ20គីឡូទៀតគឺដល់គូដៅហើយសូមគោរពជូនពរពុកម៉ែបងប្អូនបាទជួយផ្ដល់កម្លាំងចិត្តក៏ដូចជាលើកទឹកចិត្តដល់ក្រុមខ្ញុំបាទផងបាទ អត់សិនអរគុណ